បាទជម្រាបសួរពុកម៉ែបងប្អូនបាទនេះគឺជាព្រះអង្គកណេសបាទព្រះអង្គកណេសនេះគឺសាងពីដៃបញ្ញាក្អែកដើមទេពពង្រូបាទឬអ្នកខ្លះគេហៅដើមអីសីផ្សំស្រាច់បងប្អូនក្លិនវាគឺឈ្ងុយក្អូបប្រហើរបាទក្លិនក្អូបប្រហើរហើយដើមនេះគឺក្របងប្អូនមិនងាយរកដែរវានៅក្នុងព្រៃអញ្ចឹងណាมันមានដើមហ្នឹងគឺត្រូវថ្នាំបងប្អូនត្រូវថ្នាំហើយនេះគឺជាដៃដែលធំជាងគេក្នុងផ្លោកបញ្ញាក្អែកហ្នឹងបងប្អូនយើងសាងជាព្រះកណេសបាទយើងសាងជាព្រះកណេសហើយទេពពង្រូនេះដូចមកពីពាក្យថាទេពទេវតាបាទទេពឬក៏ទេវតាហ្នឹងឯងមានអត្តន័យល្អហើយនៅបាតបល្ល័ង្កខាងក្រោមរបស់ព្រះអង្គគឺយើងមានបញ្ចុះនៅបញ្ញា5មុខបាទមានបញ្ញា5មុខបងប្អូនមានដើមមានបាទដើមមានបញ្ញាដើមមានលៀបទ្របស្ដុកស្ដំ5ដំឡឹងហើយនឹងបដូលពេជ្របាទគឺតំណាងឲ្យទ្របបាទតំណាងឲ្យទ្របសម្បត្តិស្ដុកស្ដំល្អណាស់អត្តន័យបងប្អូនហើយបញ្ញានេះលោកគ្រូគាត់ធ្វើកិច្ចដាស់ប្រសិទ្ធិរួចរាល់ហើយបងប្អូនបាទអរគុណ